សូមជូនអត្ថបទកំណាព្យថ្នាក់ទី8បទពាក្យ8ក្រោមចំណងជើងថាតោថ្មសូត្រដោយខ្ញុំបាទប៊ីសំណាងបែបពិពណ៌នាអនិច្ចាតោថ្មលោកកសាងមើលថាທາງយ៉ាងរស់ស្ទុះប្រែប្រាយឥឡូវមកធ្លាយធ្លាក់បាក់ខ្ចាត់ខ្ចាយស្ដាយអើយស្ដាយពុំគួរមកពីការមានអ្នកព្រៃចង្រៃអត់គុំនិតទៅសំលៀងកំបាត់ណែគ្រឿងប្រហាឲ្យខូចខាតសាច់បងអាសាមិនស្ដាយការស្នាដៃបរាណសោះអោតោអើយតោឈរមិនមើលមៀងមកឲ្យគេសំលៀងខ្លួនតោចោះមិនដាច់មិនខឹងខំវាសំលៀងនោះឲ្យវាលងក្តីមកយកវាទៅបាទសូមអរគុណ